3 ឆ្នាំមុនខ្ញុំបានបាត់ខ្លួនដោយគ្មានមូលហេតុគឺដោយសារតែកាលពី3ឆ្នាំមុនអ្នកដែលហៅថាគ្រួសារបានបញ្ជូនរូបខ្ញុំផ្ទាល់ចូលទៅក្នុងមន្ទីរពេទ្យវិកលចរិតឡានមើលទៅហាក់ដូចជាមានសុជីវធម៌ណាស់មិននឹកស្មានថាចំពោះកូនស្រីបង្កើតបែរជាមានចិត្តសាហាវខូខើបែបនេះសោះឡានរឿងទាំងអស់នេះគឺជាអ្នកធ្វើមែនទេជាវអ៊ីននាងត្រូវអ្នកបង្ខំឲ្យឈួតមែនទេទេមិនមែនបែបនោះទេឡានគឺអ្នកជាអ្នកប្រាប់ពួកយើងថាអ៊ីនជាមនុស្សមិនរៀនសូត្រនិងមានប្រវត្តិល្អជាសិស្សដែលអន់បំផុតហើយរាល់ពេលដែលបងចង់ទៅសួរសុខទុក្ខអ្នកជាអ្នកដែលបារម្ភថាបងរវល់ការងារហើយស្ម័គ្រចិត្តទៅមើលអ៊ីនជំនួសបងអ៊ីនតើនេះជាអ្វីដែលអ្នកបានធ្វើមែនទេទេបងប្រុសវាមិនមែនបែបនោះទេស្ដាប់ខ្ញុំពន្យល់សិនពន្យល់ខ្ញុំខុសហើយគឺពួកយើងដែលខុសគ្រប់យ៉ាងគឺជាកំហុសរបស់ពួកយើងកូនចិញ្ចឹមម្នាក់បែរជាអាចធ្វើបាបអូនស្រីបង្កើតរបស់ខ្ញុំឲ្យរងទុក្ខវេទនាដល់ថ្នាក់នេះគឺពួកយើងដែលផ្ដល់អំណាចឲ្យនាងត្រូវហើយបងប្រុសកុំហៅឈ្មោះខ្ញុំរាហើយចង់ក្អួតណាស់ជាវអ៊ីនទាំងអស់នេះគឺជាកំហុសរបស់មីស្រីថោកទាបដូចជានាងជាវអ៊ីនទាំងអស់នេះគឺជាកំហុសរបស់មីស្រីថោកទាបដូចជានាងនាងមានចរិតហិង្សាចូលចិត្តវាគេណាស់នាងត្រូវបានគេឃុំក្នុងមន្ទីរពេទ្យគឺជារឿងត្រឹមត្រូវបំផុតហើយម្យ៉ាងវិញទៀតនាងគឺជាអ្នកជំងឺវិកលចរិតខ្ញុំមានភស្តុតាងនៅទីនេះអាតួអង្គឈួតឲ្យដឹងទេថាដែលកន្លងមកដើម្បីកុំឲ្យរំខានដល់ឯងខ្ញុំត្រូវទ្រាំលំបាកប៉ុណ្ណាបើចង់ស្លាប់ក៏ទៅស្លាប់ទៅឯងគឺជាជីវគូមែនទេឯងចង់ស្លាប់ជំនួសនាងមែនទេនេះអ្នកពិតជាដើម្បីតែកូនចិញ្ចឹមម្នាក់នេះហ៊ានសម្លាប់កូនស្រីបង្កើតរបស់ខ្លួនឯងដោយផ្ទាល់ដៃផងមែនទេម៉ាក់ជួយកូនផងអ្នកឯងឈួតហើយដើម្បីនាងអ្នកហ៊ានសម្លាប់កូនស្រីបង្កើតខ្លួនឯងខ្ញុំមានប្រវត្តិជំងឺរបស់នាងគឺជាមនុស្សគ្រោះថ្នាក់បំផុតអ្នកមិនស័ក្តិសមនឹងធ្វើជាម៉ាក់នាងទេបងប្រុសអ្វីដែលខ្ញុំធ្វើទាំងអស់នេះគឺដើម្បីបងតែម្នាក់គត់គ្រួសារអនុញ្ញាតឲ្យមនុស្សឈួតម្នាក់ចូលក្នុងផ្ទះបានទេពិភពលោកនេះនឹងមិនទទួលស្គាល់ពិន្ទុរបស់អ្នកជំងឺផ្លូវចិត្តនោះទេត្រូវហើយឈៀវអ៊ីនគឺពិតជាមានជំងឺបែកចែកបុគ្គលិកលក្ខណៈមែនហើយគ្មានថ្នាំព្យាបាលទេខ្ញុំបានឆែកមើលតាំងពីយូរហើយបុគ្គលិកលក្ខណៈជីវគួរនេះគឺជាមនុស្សចម្លែកម្នាក់ឈៀវអ៊ីនគួរតែត្រូវបានគេបង្ខាំងទុកនៅក្នុងមន្ទីរពេទ្យវិកលចរិតអស់មួយជីវិតពិតជាគួរឲ្យស្ដាយណាស់ក្មេងស្រីល្អបែបនេះបែរជាមានជំងឺបែកចែកបុគ្គលិកលក្ខណៈពិតមែនប៉ុន្តែបុគ្គលិកលក្ខណៈបិសាចនេះពិតជាគួរឲ្យខ្លាចណាស់ចុះបើថ្ងៃណាមួយជំងឺរើឡើងហើយចង់សម្លាប់ពួកយើងតើត្រូវធ្វើដូចម្តេចអ៊ីនបងប្រុសទោះបីជាត្រូវបញ្ឈប់ការក៏ត្រូវតែជួយឯងកុំចាត់ចោលបុគ្គលិកលក្ខណៈបិសាចនេះដែរឯងបិទមាត់ទៅខ្ញុំមិនអនុញ្ញាតឲ្យនិយាយថាគាត់ជាបិសាចទេឈៀវអ៊ីនដល់ពេលដែលខ្ញុំត្រូវទៅហើយឈៀវគួរឯងកំពុងនិយាយពីអ្វីហ្នឹងអ្នករាល់គ្នាស្មានថាខ្ញុំកើតចេញពីមន្ទីរពេទ្យវិកលចរិតមែនទេពួកល្ងងខ្លៅនៅក្នុងផ្ទះត្រកូលឈៀវនាងគ្មានឪពុកគ្មានម្ដាយហើយក៏គ្មានបងប្រុសដែរពួកឯងគ្រាន់តែធ្វើបាបនាងដោយគ្មានហេតុផលដើម្បីផ្ដល់ក្តីសុខឲ្យកូនចិញ្ចឹមម្នាក់ឈៀវគូកុំនិយាយទៀតអីនៅពេលដែលនាងពិបាកបំផុតនាងថែមទាំងចង់សម្លាប់ខ្លួនឯងទៀតផងប៉ុន្តែនាងមិនសុខចិត្តទេព្រោះនាងដឹងថាទោះបីជានាងស្លាប់ក៏គ្មានអ្នកណាម្នាក់ខ្វល់ខ្វាយពីនាងឡើយហើយក៏គ្មានអ្នកណាដឹងថាពេលជំនឿឡើងតើនាងឈឺចាប់កម្រិតណាដែរដូច្នេះហើយទើបខ្ញុំលេចមុខមកនាងមិនចង់ឲ្យទឹកភ្នែកដែលនាងហូរចេញមកនីមួយត្រូវបងឥតប្រយោជន៍ទេនាងចង់ឲ្យពួកឯងដឹងនាងចង់ឲ្យពួកឯងយំសោកជារៀងរាល់ថ្ងៃចំពោះអ្វីដែលពួកឯងបានធ្វើចំពោះអ៊ីនសុំទោសអ៊ីនសុំទោសត្រូវហើយខ្ញុំគឺជាបិសាចចេញពីពួកច្រំបែបនោះមនុស្សដែលវាចេញមកបើមិនខ្លាចជាបិសាចតើឲ្យខ្លាចជាខ្មោចចុងអាឃាតឬចេញពីពួកច្រំបែបនោះមនុស្សដែលវាចេញមកបើមិនខ្លាចជាបិសាចតើឲ្យខ្លាចជាខ្មោចចុងអាឃាតឬសំណាងហើយដែលទីបំផុតឯងអាចដើរចេញមកបានឈៀវគួរឯងមិនមែនជាបិសាចទេត្រឡប់មកក្បែរខ្ញុំវិញមកអ្នកលេខ2ជារៀងរហូតឲ្យអបអរសាទរដែលឯងបានឆ្លងកាត់ការសាកល្បងរបស់ខ្ញុំចង់ឲ្យឯងចាប់ពីថ្ងៃនេះទៅជួយការពារឈៀវយានជំនួសខ្ញុំឲ្យនាងអាចបង្ហាញខ្លួនយ៉ាងស្រស់ស្អាតជារៀងរាល់ថ្ងៃដើម្បីតែការស្វែងរកក្តីសុខនិងក្តីស្រមៃឡើងវិញខ្ញុំចង់ឲ្យឯងចាត់ទុកភាពឯកជនរបស់នាងជារឿងដ៏ស្រស់បំព្រងបំផុតបើមិនដូច្នោះទេខ្ញុំនឹងមិនលើកលែងឲ្យឯងឡើយខ្ញុំសន្យាឈៀវគួរខ្ញុំមិនអនុញ្ញាតឲ្យឯងទៅទេខ្ញុំមិនខ្វល់ខ្វាយតតែសោះថាអ្នកក៏តេមើលមកខ្ញុំបែបណាឯងមិនមែនជាបិសាចទេឯងគឺជាហ៊ូតាវឯងដាច់ខាតមិនអាចទៅចោលបានទេ
ឈប់សិនមិនឲ្យនិយាយឈៀវគូឈៀវយានឈៀវគូឈៀវយានឈៀវគូបានហើយឈៀវគូឯងនៅចង់បកស្រាយអ្វីទៀតឯងបានបោកប្រាស់បងតាំងពីដើមមកអញថាអ៊ីនជាក្មេងស្រីដែលមានចិត្តអាក្រក់ទើបធ្វើឲ្យបងមានអាកប្បកិរិយាមិនល្អចំពោះកូនស្រីដល់ថ្នាក់នេះខ្លួនឯងហើយឥឡូវនេះឯងនៅហ៊ាននិយាយថានាងមានជំងឺវិកលចរិតទៀតលោកប៉ាកុំវាអ្នកម៉ាក់អីអញបិទមាត់ទៅឯងគ្រាន់តែជាអ្នកជំនួសកន្លែងរបស់អ៊ីនប៉ុណ្ណោះជំនួសកូនស្រីបង្កើតរបស់បងទទួលបានភាពស៊ីវិល័យអស់ជាច្រើនឆ្នាំមកហើយបែរជាហ៊ានធ្វើបាបនាងទៀតបងនឹងដេញពួកឯងចេញពីផ្ទះដោយគ្មានសល់អ្វីទាំងអស់ ឈៀវហើយឡានក៏ជាកូនស្រីរបស់ពួកយើងតែណាឡានទោះបីជាគ្មានគ្រួសារឈៀវក៏ម៉ាក់នឹងមើលថែឯងដែរអញឈប់ទៅឡានតើឯងកំពុងធ្វើអ្វីហ្នឹងប្រញាប់សុំទោសលោកប៉ាទៅខ្ញុំចង់ធ្វើជាអ្នកនាងធំនៃគ្រួសារឈៀវអញចង់ធ្វើជាអ្នកនាងធំគ្រួសារឈៀវមែនទេអញ្ចឹងខ្ញុំលូឆឹងយានសុំសន្យាជាមួយអ្នកថាបើអ្នករៀបការជោគផ្ទះណាខ្ញុំនឹងធ្វើឲ្យផ្ទះនោះបើអ្នកជាកូនស្រីអ្នកណាខ្ញុំនឹងធ្វើឲ្យអ្នកនោះសៃធនអ្នកបានធ្វើឲ្យឈៀវអ៊ីនហូបទឹកភ្នែកអស់ប៉ុន្មានខ្ញុំនឹងសងវិញតបដងមិនឈប់ឈរឡើយមិនត្រឹមតែប៉ុណ្ណោះឡានអ្នកជាប់សង្ស័យពីបទបន្លំខ្លួនច្បាប់នឹងមិនលើកលែងឲ្យអ្នកឡើយអ៊ីនមើលចុះប៉ាបានដេញពួកវាចេញពីផ្ទះអស់ហើយកាលពីមុនគឺប៉ាជាអ្នកខុសតើកូនអាចអត់ទោសឲ្យប៉ាបានទេទាំងអស់នេះមកពីស៊ូភីមីស្រីចិត្តអាក្រក់ម្នាក់នេះប៉ាក៏ជាជនរងគ្រោះដែរអ្នកមានអារម្មណ៍ថាការរុញកំហុសទាំងអស់ឲ្យទៅប្រពន្ធនិងកូនចិញ្ចឹមរបស់អ្នកនឹងអាចរួចខ្លួនយ៉ាងស្រស់ស្អាតមែនទេបងដឹងថាបងខុសហើយប៉ុន្តែកូនមិនអាចអត់ទោសឲ្យប៉ាបានទេអ្នកមិនមែនដឹងខុសទេអ្នកគឺដឹងថាខ្លួនឯងចិត្តចប់ហើយហឹមឈៀវអ៊ីនទោះបីជាកន្លងមកខ្ញុំជាអ្នកលេខ2រហូតក៏ដោយប៉ុន្តែខ្ញុំសន្យានឹងនាងថាខ្ញុំនឹងល្អចំពោះនាងបំផុតនិងមិនឲ្យអ្នកណាមកធ្វើបាបនាងបានឡើយអ្នកខុសហើយការល្អចំពោះឈៀវអ៊ីនរឿងនេះអ្នកគ្មានថ្ងៃឈ្នះខ្ញុំឡើយប៉ុន្តែខ្ញុំអនុញ្ញាតឲ្យអ្នកធ្វើជាអ្នកការពារលេខ2ចុះចំណែកលេខ1គឺជារបស់ខ្ញុំនឹងដណ្ដើមជាមួយអ្នកជានិច្ច